គោរពអ្នកបានដកកំហឹងរបស់អ្នកគោរពមិនគោរពអ្នកអីអ្នកទើបតែចេញពីឡានមានភ្លើងវាគឺជាអ្នកដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំតើអ្នកបង្ហាញសេចក្តីស្រឡាញ់នៅចំពោះមុខខ្ញុំទេដើមនីតិក្រដៅយើងមិនទាន់លែងលះគ្នាទេក្រណាត់រោមជាមយ៉ាវហ្វេងអ្នកអាចមានលទ្ធភាពនៅខ្ញុំឥឡូវនេះខណៈពេលដែលមិនមានមហាវិទ្យាល័យប្រជាជនឥឡូវនេះតោះលេងកន្លែងនេះទៅចង់លែងខ្ញុំទៅផ្ទះកន្លះធ្វើឲ្យឡើងវាមិនងាយស្រួលនោះទេតើអ្នកមិនមែនជាកូនអ្នកមានទេផ្ដល់ឲ្យខ្ញុំ1 លានមិនមែន3 លានទេខ្ញុំនឹងលែងលះអ្នកកុំទៅឆ្ងាយពេកខ្ញុំបានបង់លុយនេះមាន3 លាននៅក្នុងកាតយកវាទៅឆ្ងាយហើយទុកឲ្យខ្ញុំអ្វីនេះគឺជាការខ្ជះខ្ជាយអាហារយឺតជាងយ៉ាងឆានឹងរៀបការជាមួយអ្នកខ្ញុំបានចំណាយប្រាក់របស់ខ្ញុំទាំងអស់រាប់រយពាន់នាក់អ្វីដែលខ្ញុំរកបានបន្ទាប់ពីរៀបការរាល់កាក់ផ្ដល់ឲ្យអ្នកទាំងអស់ខ្ញុំមិនបានធ្វើអ្វីត្រូវទេមិនអាចទិញរបស់របររបស់អ្នកបានទេខ្ញុំមានសេរីភាពយកកាក់របស់ខ្ញុំគុំទាញចេញប្រធានគឺជាឆ្កែតើអ្នកនៅតែចង់បានលុយមែនទេអ្នកអាចយកលុយនេះប៉ុន្តែខ្ញុំនឹងអនុញ្ញាតឲ្យអ្នកសូម្បីតែលុយរបស់អ្នកក៏ត្រូវបានគេលួចពីខ្ញុំដែរចេញមកខ្ញុំដឹងថាមានអ្វីកើតឡើងស្ត្រីចំណាស់ម្នាក់នេះជាវឥឡូវមានអាយុ8 ឆ្នាំហើយមានចំនួនផ្ទៃក្នុងនៅក្នុងគ្រួសារជាវសិទ្ធិមរតកទោះបីជាសមត្ថភាពរបស់ជាវខ្លាំងប៉ុន្តែក្រោយមកគឺជាអ្នកផ្សាយស្រីជាន់ខ្ពស់ទៅថ្ងៃមុខបើខ្ញុំរៀបការឡើងមនុស្សដូច្នេះវាត្រូវតែជាគ្រួសារជាវឲ្យគាត់ស្វែងរកនរណាម្នាក់ឲ្យបានឆាប់ៗដែលអាចធ្វើទៅបានហើយជាអ្វីដែលគាត់បាននិយាយលេខាធិការឆេនគឺជាមនុស្សហឺជាវនៅតែអ្នកឃើញវាដោយរបៀបណាដូច្នេះគាត់គ្រាន់តែយកស៊ូចេងជាលបែងវាបណ្ដោះអាសន្នក្រៅពីនេះគឺស៊ូឆេងប្រភេទនៃទំនិញគ្រួសារជាវមិនអាចមើលវាបានទេនេះវានឹងមិនចំណាយពេលពី3 ខែជានឹងត្រូវបណ្ដេញចេញទ្វារត្រូវបានបិទឆៅចាស់មើលមកខ្ញុំតើខ្ញុំអាចជួយប្តីរបស់អ្នកដោយរបៀបណាល្អយកព្រមគ្រាន់តែចតនៅខាងមុខប្តីតើមានអ្វីខុសជាមួយអ្នកសៀវឡាវអរគុណដែលបានបញ្ចេញកំហឹងមកលើខ្ញុំថ្ងៃនេះមនុស្សជាតិក៏ចប់ដែរអ្នកក៏មិនជំពាក់ខ្ញុំ10,000ឲ្យនៅតែឯងល្អ3 លាននោះខ្ញុំនឹងសងអ្នកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្នកទើបតែចាក់ចេញពីគ្រួសារឆេវខ្ញុំមិនដឹងថាត្រូវធ្វើអ្វីសម្រាប់ពិធីគ្រួសាររបស់ខ្ញុំចង់យកគូដណ្ដឹងរបស់ខ្ញុំត្រឡប់ទៅវិញហើយជូនពរជាតារបស់ខ្ញុំរំបានទេស៊ូចេងសូមមេត្តាតើវាល្អទេអ្នកទៅជួយខ្ញុំលើកនេះល្អនេះតែម្ដងខាងក្រោមនេះមិនមែនជាឧទាហរណ៍ទេវាហាក់ដូចជាយើងត្រូវធ្វើឲ្យគាត់មានស្ថិរភាពជាមួយយើងចំណាយពេល1 ថ្ងៃយឺតខ្ញុំជាវ៉ាន់ចង់និយាយថាបាទពាក្យចង់បានលុយមានលុយខ្ញុំគ្រាន់តែមិនជឿហើយខ្ញុំមិនអាចទទួលយកវាបាន